Và lấy dương mà mơពីមេរៀននៃការបង្កើតតួអង្គអញ្ចឹងមេរៀនមុនអ្នកទាំងអស់គ្នាបានរៀនពីការបង្កើតតួអង្គម្ដងមួយឥឡូវយើងមកមើលពីការបង្កើតម្ដងឲ្យបានច្រើន slot ដើម្បីបង្កើតតួអង្គឲ្យបានច្រើន slot អ្នកទាំងអស់គ្នាត្រូវប្រើប្រាស់នៅកម្មវិធី ChatGPT អញ្ចឹងអ្នកគ្នាចូលមកកាន់កម្មវិធី ChatGPT មកដល់កម្មវិធី ChatGPT អ្នកគ្នាចុចកន្លែងសញ្ញាបូកនេះមកយើងយកពាក្យថា create image បាទអញ្ចឹងអ្នកគ្នាត្រូវសរសេរថាបង្កើត storyboard អញ្ចឹងយើងដាក់ចំនួន slot មកឥឡូវដើម្បីងាយស្រួលអ្នកគ្នាដាក់20 slot បន្តមកទៀតអ្នកគ្នាត្រូវបើកថ្មីកដុល2មកអញ្ចឹងយើងសរសេរអក្សរខ្មែរមកយើងចង់បង្កើតតួអង្គហ្នឹងបង្កើតពីអ្វីឥឡូវខ្ញុំដាក់ថាសម្លៀកបំពាក់នារីសម័យអង្គរអញ្ចឹងខ្ញុំធ្វើការបិទថ្មីកដុលវិញមកបាទអញ្ចឹងដើម្បីធ្វើឲ្យរូបភាពខុសគ្នាទាំងអស់អ្នកគ្នាត្រូវសេថា different style different age រួចបើសិនបើយើងអត់ចង់ឲ្យរូបយើងនឹងវាคล้ายទៅខាងសៀមទេយើងដាក់ថាខ្មែរ style អង្គរ style បន្ទាប់មកយើងឲ្យតួអង្គយើងឈរក្នុងផ្ទាំងពណ៌សយើងដាក់ថា white background ក្បៀសមួយរួចយើងសរសេរថា all slot are portrait ដើម្បីឲ្យ slot របស់យើងវាមានទម្រង់ជាទម្រង់ប្រឈរបាទបន្តមកទៀតអ្នកគ្នាអាចសរសេរថា 4K digital 3D / មួយមក 8K quality image ដើម្បីបង្កើនគុណភាពចុងក្រោយគេយើងដាក់ ratio បាទអញ្ចឹងខ្ញុំដាក់ 9.16 បាទអញ្ចឹងនៅពេលនេះតួអង្គរបស់យើងនឹងបង្កើតម្ដងបាន20 slot នៅក្នុងផ្ទាំងពណ៌សអញ្ចឹងយើងអាចធ្វើការ download រូបភាពនឹងទុកបានហើយបាទអញ្ចឹងអ្នកទាំងអស់គ្នាក៏អាចធ្វើការបង្កើតនៅតួអង្គផ្សេងទៀតដែរដោយគ្រាន់តែយើងធ្វើការកែនៅប្រមចាស់របស់យើងចុចសញ្ញាប៊ិចនេះមកបាទរួចយើងកែកន្លែងថ្មីកដុលនេះបាទកន្លែងអក្សរខ្មែរនេះឥឡូវខ្ញុំដាក់ថាមនុស្សគ្រប់ស្រទាប់វណ្ណៈនៅក្នុងសម័យខ្មែរបុរាណបន្តមកទៀតអ្នកគ្នាចង់ដាក់ប្រុសស្រីអ្នកគ្នាដាក់មក male and female ក្បៀសមួយមកចង់ដាក់កៅអៅខុសគ្នា different clothes style ក្បៀសមួយមក different hair style ដើម្បីដាក់ម៉ូដសក់ឲ្យខុសគ្នាបាទអញ្ចឹងយើងដាក់រួចហើយយើងអាចធ្វើការចុច generate ម្ដងទៀតមកក្រោយពីធ្វើការ generate ហើយអ្នកគ្នាចង់យករូបភាពតួអង្គរបស់យើងក្នុង slot នីមួយៗទៅប្រើយើងធ្វើមិនបាទអញ្ចឹងវិធីងាយស្រួលទេគឺអ្នកគ្នាធ្វើការ download រូបភាពនឹងមកបាទបន្ទាប់ពីធ្វើការ download រូបភាពតួអង្គរបស់យើងហើយអ្នកគ្នាត្រូវតែស្វែងរកកន្លែងដែលយើងបាន download មករួចអ្នកគ្នាតម្លើងកម្មវិធីថត screen បាទរួចយើងធ្វើការថតយកតែតួអង្គមួយ slot មកបាទអញ្ចឹងយើងកាត់យកប៉ុណ្ណឹងមកយើងចុច save បាទអញ្ចឹងនៅពេលនេះយើងនឹងមានតួអង្គមួយហើយបាទយើងធ្វើការ generate រូបថ្មីយើងចូលទៅកាន់ new chat ចូលទៅកាន់ create image អ្នកទាំងគ្នាធ្វើការ upload រូបភាពដែលយើងបានថត screen មិញមកដោយសារតែរូបភាពថត screen វាអត់សូវច្បាស់អញ្ចឹងអ្នកគ្នាសរសេរព្រមសាថ្មីមកអញ្ចឹងអ្នកគ្នាសរសេរថា 9.16 ratio ក្បៀសមួយទៅ 4K realistic photo ក្បៀសមួយទៅយើងដាក់ពាក្យថា white background រួចអ្នកគ្នាចុចពាក្យថា generate បាទអញ្ចឹងយើងនឹងបានតួអង្គហើយអញ្ចឹងអ្នកគ្នាធ្វើការ download មកយើងចុចលើរូបភាពតួអង្គរបស់យើងចុច download អញ្ចឹងយើងត្រូវ move តួអង្គរបស់យើងទៅដាក់នៅក្នុង folder របស់តួអង្គណាអញ្ចឹងអ្នកគ្នាត្រូវតែបង្កើតនៅ folder របស់តួអង្គ